Hello 大家好欢迎大家来到សួស្តីអ្នកទាំងអស់គ្នានេះជា vlog ថ្មីរបស់ខ្ញុំថ្ងៃអាទិត្យចឹងឃើញខ្ញុំរៀបចំខ្លួនមើលទៅសំណុំសំនួនហ្នឹងគឺមិនខ្ញុំទៅដោះលេខយីទេនេះគឺខ្ញុំទៅរៀនទៀតហើយដោយសារថ្ងៃអាទិត្យគឺខ្ញុំរៀនចឹងហើយថ្ងៃអាទិត្យគឺខ្ញុំរៀនពេលព្រឹកឥឡូវខ្ញុំកំពុងតែធ្វើដំណើរកាត់ព្រៃ Amazon ដើម្បីទៅរៀននេះគឺខ្ញុំទៅដើរឆ្លងទឹកនឹងទៀតហើយគឺថាដឹងស្ទឹកខោទៀតហើយពួកអីមូជើងខោអត់ផុតទេហើយត្រូវដើរយូរស្បែកជើងអីចឹងទៅស្បែកមួយយ៉ាងដែរហើយថ្ងៃនេះគឺក្តៅមែនតើម៉ោង 7 ហ្នឹងខ្ញុំត្រូវទៅមុនម៉ោងចឹងហើយដើរកាត់ទឹកហើយក្តៅទៀតដោយសារថ្ងៃក្តៅពេកចឹងទៅខ្ញុំក៏ពាក់មួកចឹងពាក់មួកមើលទៅស្អាតម្យ៉ាងដែរតើឥឡូវខ្ញុំដើរកាត់ទឹកផុតហើយតែមើលជើងខោស្ទឹកមកបន្តិចដែរអ្នកទាំងអស់គ្នាអើយឥឡូវនេះគឺខ្ញុំដើរដល់ផ្លូវកាច់ហើយតែអត់ទាន់ដល់សាលារៀនទេព្រោះអីសាលារៀនខ្ញុំឆ្ងាយដែរអញ្ចឹងដើរកន្លះម៉ោងអីបានដល់អញ្ចឹងទៅខ្ញុំដើរកាត់តាមផ្លូវកាត់ដើរកាត់តាមផ្លូវកាត់លឿនទេបើដើរតាមផ្លូវឆ្ងាយអញ្ចឹងហីហត់ទៀតអញ្ចឹងទៅខ្ញុំអត់ដើរទេហើយនេះដោយសារតែពាក់មួកទៅថតឲ្យសូវឃើញស្អាតអញ្ចឹងទៅខ្ញុំក៏ដោះមួកចេញបន្តិចទៅដើម្បីថតទៅមើលទៅចេញស្អាតបន្ទាប់មកខ្ញុំក៏ដើរទៅតែមិនទាន់ដល់សាលារៀនទេគឺដើរតបបាយដែលខ្ញុំចូលចិត្តជាងគេនេះជាហាងបាយដែលគាត់លក់ឆ្ងាញ់ណាស់ដល់ពេលខ្ញុំទៅរៀននេះខ្ញុំទៅហូបបាយនៅហ្នឹងឥឡូវខ្ញុំកំពុងតែរងចាំគាត់នៅគាត់យកបាយមកឲ្យដោយសារមានភ្ញៀវច្រើនពេកអញ្ចឹងទៅយើងត្រូវការរងចាំគាត់បន្តិចដែរបន្ទាប់មកខ្ញុំក៏ចាក់ទឹកតែផាក់អីចឹងហើយនេះបាយរបស់ខ្ញុំមកដល់ហើយគឺថាតំណងមែនតែបន្ទាប់មកខ្ញុំក៏ចាប់ដើមហូបបាយតើបងប្អូនជួយឆ្ងាញ់មួយខ្ញុំនិយាយពីថាខ្ញុំឃ្លានបាយឡើងញ័រសាច់ដោយសារតែមកពីផ្ទះហ្នឹងគឺខ្ញុំអត់បានហូបអីនោះទេដោយសារខ្ញុំទុកពោះហូបបាយនៅកន្លែងគាត់ហ្នឹងហើយបាយរបស់គាត់ពិតជាឆ្ងាញ់មែនតែខ្ញុំមកញ៉ាំបាយកន្លែងគាត់តែម្ដងគឺខ្ញុំជាប់ចិត្តគឺមករហូតមែនដោយសារតែគាត់ធ្វើឆ្ងាញ់ឥឡូវគេថាខ្ញុំញ៉ាំបាយរៀងលឿនបន្តិចដោយសារតែគៀកមកហើយហ្នឹងឥឡូវខ្ញុំញ៉ាំបាយហើយខ្ញុំក៏ដើរមកដល់សាលារៀនរបស់ខ្ញុំឥឡូវខ្ញុំបានដើរមកដល់ហើយគឺថាអត់ទាន់មានបងគាត់មកនោះទេគឺមកតែខ្ញុំមកមុនគេអញ្ចឹងហើយមកដល់គឺឃើញឡាសឿគាត់នៅនឹងដឹងគាត់មកពីពេលណាហើយខ្ញុំក៏សួស្ដីទៅកាន់គាត់បន្តមកទៀតខ្ញុំក៏ឡើងទៅលើបើកភ្លើងអីចឹងខ្ញុំបើកភ្លើងមុនទៅចាំពួកគាត់អីចឹងដោយសារពួកបុកមុនទៀតបានគាត់មកអីចឹងហើយនេះរៀងល្ងឹតតិចហើយដោយសារតែអត់ទាន់មានមនុស្សមកហើយខ្ញុំមកមុនគេអញ្ចឹងនេះជាកន្លែងខ្ញុំអង្គុយដោយសារតែខ្ញុំចូលចិត្តអង្គុយរៀនក្រោយគេដល់ម៉ោងចូលរៀនហើយ明天见，明天见。西班牙语，西班牙语去，去对，គឺថាថ្ងៃហ្នឹងអត់សូវមានមនុស្សមកតែមានអ្នកសុំច្បាប់ច្រើនអញ្ចឹងអ្នកមក 4-5 នាក់អញ្ចឹងគឺរៀនស្ងាត់បន្តិចដែរឥឡូវដល់ម៉ោងចេញហើយអ្នកទាំងអស់គ្នាអូខេវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបាយបាយជួបខ្ញុំនៅពេលក្រោយទៀតជាប់ផងណាគេអញមិនបានទៅទៅ